លំអិតករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរស្លាប់មនុស្ស2នាក់និងរបួសធ្ងន់ស្រាលចំនួន20នាក់ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបញ្ច្រាស់ទិសគ្នាដោយរថយន្ត Maluxi OX 300ពណ៌ទឹកមាសស្លាកលេខភ្នំពេញ 2M 8953បើកបរល្បឿនលឿនទិសដៅពីលិចទៅកើតបានបុករថយន្តមួយគ្រឿង Mack Ford Ranger ពណ៌ខ្មៅស្លាកលេខសៀមរាប 2D 1997បើកបរក្នុងទិសដៅពីកើតទៅលិចដោយមានអ្នករួមដំណើរចំនួន20នាក់សមត្ថកិច្ចជំនាញនៃខេត្តសៀមរាបបានដឹងថាករណីនេះបណ្ដាលឲ្យស្លាប់មនុស្ស2នាក់ស្រីម្នាក់និងប្រុសម្នាក់ឈ្មោះសឹងណាងភេទប្រុសអាយុ47ឆ្នាំអ្នករួមដំណើរទី2មានឈ្មោះសឹងយឺតភេទប្រុសអាយុ50ឆ្នាំអ្នករួមដំណើររបួសធ្ងន់ចំនួន7នាក់របួសស្រាល13នាក់ខូចខាតរថយន្ត2គ្រឿងធ្ងន់សមត្ថកិច្ចបន្តថាមូលហេតុអ្នកបើកបររថយន្ត Luxus OX 300បើកបរល្បឿនលឿនមិនប្រកាន់ស្ដាំចំណាត់ការរបស់សមត្ថកិច្ចបានបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យបង្អែកសុខសុវនិគមនិងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានធ្វើការត្រួតពិនិត្យវាស់វែងកន្លែងកើតហេតុនិងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលសុខសុវនិគមកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់សូមជម្រាបថាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង 13:30 នាទីនៅថ្ងៃទី21ខែមេសាឆ្នាំ2025ករណីមានគ្រោះថ្នាក់ចរាចរណ៍នៅចំណុចខាងកើតស្ពានអាកាសចន្លោះគីឡូម៉ែត្រលេខ16 17ផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរស្ថិតនៅភូមិដំរីកូនឃុំពពេលស្រុកសូននិគមខេត្តសៀមរាបសូមបញ្ជាក់ផងដែរថាបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍នោះភ្លាមកម្លាំងសមត្ថកិច្ចបានធ្វើការបោសសម្អាតផ្លូវល្បឿនលឿនទៅប្រលានយន្តហោះសៀមរាបអង្គរបានយ៉ាងស្អាតឡើងវិញផងដែរ